ការចាប់ខ្លួនឬក៏ហៅមកវាស់កម្ពស់នៃមនុស្សពីរនាក់មនុស្សម្នាក់គឺជាស្ត្រីដែលជាម្ចាស់សាឡននៅប៉ោយប៉ែតដែលបានវាយស្ត្រីម្នាក់ហើយឃុំខ្លួនមិនឲ្យទៅណាពីបទដែលស្ត្រីនោះជាអ្នកធ្វើការសម្អាតនៅក្នុងហាងនឹងផ្ទះរបស់នាងម្ចាស់សាឡនបានលួចទូរស័ព្ទរបស់សង្សារនាងទៅលក់ណាគឺអំពើចោរកម្មតែនាងមិនបានរករឿងចាប់ខ្លួនស្ត្រីនោះបែរទៅជាវាយដំច្រំធាក់ទៅវិញនៅពេលដែលសមត្ថកិច្ចបានចាប់ខ្លួនម្ចាស់សាឡននៅប៉ោយប៉ែតនោះម្ចាស់អីហាងកាកាហ្នឹងណានឹងព្រឹត្តិការណ៍មួយទៀតហ្នឹងគឺការហៅទៅវាស់កម្ពស់អាមួយឈ្មោះវា K01 ហៅវាទៅវាស់កម្ពស់ដែរអា K01 ណាហៅវាទៅវាស់កម្ពស់ដែរដោយសារវាទះកំភ្លៀងក្មេងម្នាក់នៅក្នុងវីដេអូណាអញ្ចឹងរឿងហ្នឹងក៏คล้ายទៅជារឿងដែលបណ្ដាញសង្គមខ្មែរយើងចូលចិត្តភ្ញាក់ផ្អើលខ្លាំងណាស់ពីព្រោះអ្វីពីព្រោះយើងចូលចិត្តដើរតាមបញ្ហារវើរវាយប្រិយមិត្តកូនចៅបងប្អូនរឿងទាំងពីរនេះគឺជារឿងរវើរវាយទេជាការពិតហើយយើងត្រូវប្រតិកម្មប៉ុន្តែជារឿងរវើរវាយទេហើយមតិមហាជនក៏ធ្វើបុរេវិនិច្ឆ័យទៅតាមមតិរៀងខ្លួននៃប្រព័ន្ធបណ្ដាញសង្គមអូអានេះខុសអានេះខូខើចេះខ្ញុំសូមជម្រាបស្ត្រីដែលគេវាយនោះអ្នកវាយខុសរំលោភលើរាងកាយធ្វើទារុណកម្មទៅលើគេឃុំគេខុសនឹងច្បាប់រីឯស្ត្រីដែលគេឃុំខ្លួននោះគាត់ជាមនុស្សខុសពីព្រោះគាត់ជាចោរបងប្អូនមានចាំអាចោរលួចតពាំងនៅចំការគេខ្លាយទៅជា idol ណាអាចោរលួចតពាំងគេនៅចំការទៅជា idol ហើយម្ចាស់ចំការទៅជាមនុស្សគេជេរស្ដីបងប្អូនមានចាំទេនៅសៀមរាបប្រហែលឆ្នាំមុនព្រឹត្តិការណ៍ដដែលនេះកំពុងតែកើតឡើងសារជាថ្មីម្ដងទៀតបងប្អូនរឿងនៅប៉ោយប៉ែតចោលទាំងពីរមនុស្សខុសទាំងពីរអ្នកវាយគេនាងដែលវាយគេហ្នឹងវាខុសចំណែកនាងដែលត្រូវគេវាយហ្នឹងវាជាមនុស្សខុសវាជាចោរប៉ុន្តែមហាជនខ្មែរចូលចិត្តល្វើល្វាយឲ្យអាបណ្ដាញសង្គមហ្នឹងវាទាញទៅរកបុរេវិនិច្ឆ័យដែលអត់ជួយសង្គមយើងទេបងប្អូនណាហើយសមត្ថកិច្ចក៏ធ្វើអត់តាន់ពេញលេញទេគឺធ្វើតាមសតិអារម្មណ៍មហាជនធ្វើតាមចិត្តមហាជនណាមហាជនធ្វើមិនធ្វើតាមចិត្តណាអត់ទេសមត្ថកិច្ចត្រូវតែចាប់ខ្លួនទាំងពីរនាក់ស្រីម្ចាស់ហាងហ្នឹងចាប់ខ្លួនស្រីដែលត្រូវគេវាយដំច្រំធាក់ហ្នឹងចាប់ខ្លួនចោរកម្មទោសហើយមហាជនគប្បីកុំរវើរវាយនឹងរឿងហ្នឹងមានចាំទេអាចោរលួចតពាំងនៅចំការស្ត្រីម្នាក់នៅសៀមរាបខ្លាយទៅជាវិរៈបុរសរហូតដល់មានលោកសង្ឃយកកាដូទៅឲ្យយកជំនួយទៅឲ្យទៀតឲ្យអាចោរហ្នឹងរឿងដែលកើតឡើងនៅក្នុងខេត្តសៀមរាបប្រហែលឆ្នាំមុននេះវាធ្វើឲ្យចោរអត់បាត់ទេចោរវាជោនាងមួយដែលត្រូវគេវាយហ្នឹងវាចោរលួចទូរស័ព្ទគេយកទៅលក់ទូរស័ព្ទគេមិនមានតម្លៃ50ទេប៉ុន្តែលួចទូរស័ព្ទគេទៅលក់ហើយនាងម្ចាស់ហាងហ្នឹងក៏ខុសដែរទៅវាយដំច្រំធាក់គេហ្នឹងខុសទាំងពីរនាក់ហ្នឹងត្រូវទទួលទោសទាំងពីរទៅតាមច្បាប់វិនិច្ឆ័យសមត្ថកិច្ចត្រូវករណីទាំងពីរសមត្ថកិច្ចមិនត្រូវធ្វើតាមសតិអារម្មណ៍មហាជនធ្វើបុរេវិនិច្ឆ័យទេអត់ទេហើយមហាជនយើងកូនចៅក្មួយប្រិយមិត្តអត់ត្រូវតូទន់ទៅតាមរបត់នៃបណ្ដាញសង្គមអូណាអញ្ចឹងទេអាហ្នឹងករណីនៅប៉ោយប៉ែតណារីឯករណីអា K01 ផ្ទះកាភ្លៀងក្មេងរឿងហ្នឹងអា K01 ផ្ទះកាភ្លៀងក្មេងវាជារឿងមួយដែលសមត្ថកិច្ចយកចិត្តទុកដាក់ក៏ប៉ុន្តែអារឿងមួយទៀតតើអាក្មេងហ្នឹងវាកើតស្អីអាមួយដែលមុខរឹងហ្នឹងវាមកពីណាវាកើតស្អីដើមតួងយ៉ាងម៉េចយើងត្រូវស្វែងយល់រឿងទាំងសងខាងឲ្យគ្រប់នៅពេលមហាជនថានាំគ្នាអូយខឹងហ្នឹងអូប្រតិកម្មខឹងហ្នឹងអា K01 ផ្ទះកាភ្លៀងគេមើលមុខអាក្មេងហ្នឹងផងតើអាក្មេងហ្នឹងរឹងប៉ុណ្ណាហើយចុះដើមហេតុនៅពីក្រោយរឿងផ្ទះកាភ្លៀងហ្នឹងវាយ៉ាងម៉េចខ្ញុំអត់មាននិយាយថាអា K01 ត្រូវទេប៉ុន្តែត្រូវវិនិច្ឆ័យឲ្យគ្រប់ជ្រុងជ្រោយកុំឲ្យទូទន់តាមខ្យល់បណ្ដាញសង្គម
បើមិនអញ្ចឹងទេពេលសត្រូវចូលមកកាន់កាប់យើងមកឆ្លៀនពៀនយើងបែកសតិអារម្មណ៍អស់ហើយពីព្រោះសង្គមយើងចូលចិត្តវិនិច្ឆ័យណាអាហ្នឹងអញ្ចឹងអារឿងនៅប៉ោយប៉ែតតកែសាឡនវាយមីងហ្នឹងហើយនឹងរឿងមីងហ្នឹងលួចតែរបស់គេពីក្នុងផ្ទះត្រូវពិចារណាទាំងពីរអា K01 ផ្ទះក៏ភ្លៀងក្មេងហើយអាក្មេងមុខរឹងហ្នឹងវាមកពីរឿងអីត្រូវតែពិចារណាទាំងសងខាងក៏ប៉ុន្តែវាជាភ័ព្វវាសនាអាក្រក់ដែលប្រិយមិត្តយើងចូលចិត្តធ្វើបុរេវិនិច្ឆ័យចៅនៅធូបណាចៅថៃឡាងសរសេរច្រើនពេកគេដេញចាញ់បាត់ស្ពែមតាគេដេញចាញ់បាត់បងប្អូនឃើញគេដេញចាញ់បាត់ទេណាបន្តិចទៀតនៅគេដេញចាញ់បាត់ដោយសារអីដោយសារតែស្ពែមសរសេរច្រើនពេកកូនអើយណាតាអានអត់អស់ទេអញ្ចឹងសុំឲ្យប្រិយមិត្តណាកូនចៅអាចៅចាយសំណាងអញអត់ដែលចាញ់បោកគេទេចៅអើយតាំងពីកើតមកអញមិនដែលចាញ់បោកគេទេចៅឯងនេះចាញ់មកមុខចៅឯងណាចាយសំណាងឯងចាញ់មកហ្នឹងគឺមេបោកហ្មងមុខឯងហ្នឹងមុខបោកហ្មងប៉ុន្តែបោកថ្នាក់តូចបងប្អូនជួយមើលនៅ Facebook បងប្អូនជួយមើលវាខ្ចី$10សិនស្អែកសងបងប្អូនគ្មានកពូចអាណាមកខ្ចី$10ស្អែកសង$5ស្អែកសង10000រៀលស្អែកសងគឺអានឹងដើរបោកគេអានឹងគេហៅថាពួកបោកតាមផ្លូវវាមិនដែលមានអាចអីមកសងយើងទេកុំថាឡើយវាខ្ចីយើង$10ឬក៏10000រៀលតែ1រៀលលុយខ្មែរក៏វាគ្មានអាចសងដែរឆ្នាំមុខទុកអាចឆាយសំណាងនេះអានឹងមេបោកប៉ុន្តែអានឹងនៅក្នុងប្រទេសកម្ពុជាឥឡូវគេមានពាក្យមួយគេហៅថាពួកអាបោកទៅជុះអាបោកធនទាបបំផុតណាអាបោកធនទាបបំផុតឆ្នាំមុខវានៅក្នុងពេលណាក៏ដោយបងប្អូននៅតាមផ្លូវរស់នៅរៀនសូត្រដោយឲ្យតែមានអាណាថាខ្ចីស្អែកសងខ្ចីអាទិត្យក្រោយសងខែក្រោយសងគឺសិតតែបោកនេះមួយនេះចាយសំណាងនេះអាមេបោកប៉ុន្តែហ្នឹងវាបោកធនទាបណាគេហៅបោកទៅជុះបោកជុះប៉ុន្តែខ្មែរយើងមិនថាជុះទេថាតែជុះណាចៅអញប្រាប់ឯងម៉ែឯងបកកើតឯងមកពោះ10ខែ9ខែអញ្ចឹងឯងអស់ទឹកដល់ឯងគួរណាខំរៀនឯងមកដើរខ្ចីលុយគេអនឡាញមិនអានេះមេបោកណែបើនិយាយចំណាអាហ្នឹងជាចំណែកមួយនៃ scam អាហ្នឹងគេហៅថា petty scam ជា scam បងប្អូនអាហ្នឹងអញ្ចឹងត្រឡប់មកខ្ញុំនឹងលាប្រិយមិត្តនៅខ្វេះឆាប់ហើយបន្តមកធូបរឿងដែលកំពុងតែកើតឡើងនៅប៉ោយប៉ែតហើយនឹងកើតឡើងករណីអា K01 សូមបងប្អូនប្រើសតិអារម្មណ៍កុំបុរេវិនិច្ឆ័យហើយសូមសមត្ថកិច្ចនឹងដឹងគ្រប់ជ្រុងជ្រោយនៃរឿងហ្នឹងផងអាអ្នកត្រូវគេទះវាមានរឿងអីហើយអាអ្នកទះគេមិនបានរឿងហ្នឹងអត់តាក់ទងវាផងវាទៅទះកាភ្លៀងគេបន្ទាប់មកទៀតនាងដែលវាយគេនោះណាអ្នកដែលត្រូវគេវាយវាជាចោលមិនវិរៈនារីទេណាមិនវិរៈនារីទេគឺជាចោលណាកាលណាសង្គមយើងអូខេកាលណាសង្គមយើងធ្វើបុរេវិនិច្ឆ័យមិនគ្រប់ជ្រុងជ្រោយសង្គមយើងយល់ខុសសង្គមយើងយល់ខុសណាបងប្អូនសង្គមយើងយល់ខុសជម្រាបលាខ្វេះជួបខ្ញុំនឹងបន្តធូបនិយាយ Facebook បន្តិចជាបើនេះបើដែលខ្ញុំចង់ជំរាបនឹងចេះទេខ្ញុំដាក់ YouTube ដើម្បីឲ្យបងប្អូននៅ YouTube ហ្នឹងបានស្គាល់ channel ខ្ញុំច្រើនសូមទោសខ្ញុំដាក់នៅ Facebook ក្នុងគោលបំណងឲ្យបងប្អូននៅក្នុង Facebook ហ្នឹងបានស្គាល់ channel ខ្ញុំច្រើនអាហ្នឹងវាជាការពង្រីកការផ្សព្វផ្សាយរបស់ខ្ញុំមិនចេះនិយាយលាក់ទេខ្ញុំនិយាយត្រង់អញ្ចឹងអូខេអញ្ចឹងខ្ញុំមិនចំណាយច្រើនទៅលើ Facebook ទេពីព្រោះណាមួយ Facebook វាពិបាកសារឡើងវិញវាលំបាកសារឡើងវិញហើយណាមួយទៅខ្ញុំកាលណាខ្ញុំដាក់ពេញម៉ោង1ម៉ោងឬក៏45មីនិតនៅក្នុង Facebook វាធ្វើឲ្យ account ខ្ញុំមានបញ្ហាវាធ្ងន់ពេកព្រោះនៅ Facebook គេចង់ឲ្យខ្ញុំរៀល39វិនាទីអីចឹងណាបាទហើយអាការធ្វើរៀលហ្នឹងគឺត្រូវការកាត់តខ្ញុំអត់អាចកាត់តបានខ្ញុំអត់មានពេលដូចថ្ងៃនេះខ្ញុំត្រូវចេញទៅធ្វើការនៅកន្លែងក្រៅទៀតណាអូខេអញ្ចឹងឆ្លើយនឹង Facebook ភ្លាមបាទdata 168ជំរាបសួរចៅបានឃើញរូបលោកយាយហើយ
ពិតជាស្រស់ស្អាតសមជាមួយលោកតាណាតាសារភាពប្រពន្ធតាក្មេងជាងតាដែលតាមការពិតតាអត់ចង់បានប្រពន្ធក្មេងទេតាចង់បានប្រពន្ធរៀងបងតាតែចៃដន្យតាស្រឡាញ់យាយស្រឡាញ់យាយមិនមែនមកពីគាត់ក្មេងទេហើយស្រឡាញ់យាយមិនមែនមកពីគាត់ស្អាតទេស្រឡាញ់យាយមកពីគាត់ជាមនុស្សមានការតស៊ូក្នុងការងារតែតារកមិនងាយបានទេមនុស្សតស៊ូក្នុងការងារអញ្ចឹងយាយហើយនឹងតាហ្នឹងខុសគ្នា12ឆ្នាំដល់បានទេកូនខុសគ្នា12ឆ្នាំកូនអានឹងអញ្ចឹងអរគុណណាស់ចៅបាននិយាយខ្ញុំមានប្អូនខ្ជិលរៀនសូត្រគួរធ្វើយ៉ាងណាទី1អាស្រ័យទៅលើទីតាំងតើនៅភ្នំពេញឬនៅទីប្រជុំជនខេត្តឬនៅជាយក្រុងជាយខេត្តហ្នឹងទី1ទី2កលេចមើលនៅក្នុងភូមិឋានតើមានក្មេងខ្ជិលច្រើនទេតើនៅសាលាដែលគ្នាទៅរៀនហ្នឹងមានពួកបងតូចបងធំទំនើងខ្ជិលច្រើនទេអាហ្នឹងអញ្ចឹងហើយក៏ការព្រៀនបដៅដំបូងគឺថ្នាក់ថ្នមចិត្តបបួលឲ្យធ្វើលំហាត់បបួលឲ្យរៀនក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏និយាយជាមួយម្ដងដែរណាថែទាំលួងលោមសិនណាដាក់ថ្នាំត្រជាក់ដាក់ថ្នាំដែលស្រោបស្ករផ្អែមសិនតែបើមើលទៅថារឹងខ្លាំងពេកអាហ្នឹងចាំប្រើធေါ်ក្តៅបាទធေါ်ក្តៅអាហ្នឹងខ្ញុំនិយាយនៅក្នុងអនឡាញអត់បានទេតែមានវិធីនៅស្រុកអាមេរិកក៏ដោយនៅស្រុកណាក៏ដោយអាមេរិកាំងយូរ៉ុបអីជប៉ុនកូរ៉េអីគេបដៅកូនអញ្ចឹងគេលួងលោមគេផ្អែមល្ហែមគេបដៅប្អូនបដៅបងអញ្ចឹងប៉ុន្តែគេមានចំណុចមួយបើមើលទៅឃើញថាមិនញិនពាក្យថាមិនញិនគឺមិនកែប្រែទេរឹងរូសហើយចេះអាហ្នឹងធေါ်ក្តៅដំបងផ្អែមហើយចាប់ដើមផ្ដល់ឲ្យនៅឱកាសមួយបើអ្នកធ្វើនេះអ្នកនឹងបានទទួលនេះបើអ្នកធ្វើនេះអ្នកនឹងបានទទួលនេះគេហៅថាកាន់ដំបងនឹងហុចចំណៃណាតែដល់ពេលចូលដល់លក្ខណៈទី3គឺប្រើធေါ်ក្តៅធေါ်ក្តៅមិនចែកជាពីរទៀតធေါ်ក្តៅបង្ហាញមុខហើយនឹងធေါ်ក្តៅបាត់មុខខ្ញុំនិយាយមិនបានទេនៅក្នុងអនឡាញណាពីព្រោះវាអាចគេយល់ថាវាប៉ះពាល់នឹងសិលធម៌សហគមន៍អីវាប៉ះពាល់សិលធម៌សហគមន៍ប៉ុន្តែរបស់ដែលដោះស្រាយប៉ុណ្ណឹងខ្ញុំប្រាប់ទៅអូនខ្ញុំក៏ដោយក្មួយខ្ញុំក៏ដោយខ្ញុំដោះស្រាយអញ្ចឹងលួងលោមផ្អែមល្ហែមយកចិត្តទុកដាក់នឹងសតិអារម្មណ៍ពិតហើយបន្តមកទៀតប្រាប់ថាបើធ្វើអញ្ចេះបានចេះបើធ្វើអញ្ចេះបានចេះគេហៅថាការដាក់លក្ខខណ្ឌឲ្យរង្វាន់ហើយក្រោយមកគឺត្រូវប្រើធေါ်ក្តៅបើរឹងហើយធေါ်ក្តៅមានពីរមួយចេញមុខមួយអត់ចេញមុខណាអានឹងអញ្ចឹងចម្លើយសុំរបៀបគ្រប់គ្រងកំហឹងក្នុងខ្លួនតាអត់ជួយបានទេកូនសំបីតាក៏ចេះខឹងដែរអាត្រង់ហ្នឹងអត់អាចជូនចៅបានព្រោះតាខឹងដែរតាគ្រប់គ្រងខ្លួនជួនកាលបានជួនកាលអត់បានអញ្ចឹងតាមិនមែនធ្វើជាគ្រូកើតទេដូចមានចៅស្រីមួយសួរអំពីអាពាហ៍ពិពាហ៍តាជាមនុស្សប្រឡងធ្លាក់រៀបការ2ដងដូច្នេះហើយតាមិនមែនជាគ្រូអាពាហ៍ពិពាហ៍ទេកន្លែងណាដែលតាមិនមែនជាមនុស្សបានជោគជ័យក្នុងរឿងហ្នឹងឬជាមនុស្សដែលយល់ពីផ្លូវទៅដល់តាអត់អាចមកនិយាយកុហកចៅទេតាជា content maker ជាវាគ្មិនសង្គមណាតានិយាយលេងសើចតាចេះភូតទៀតប៉ុន្តែតាមិនភូតរឿងដែលចៅសួរទេអូខេRadventure ណា Rad Adventure 51:42ម៉ោងទៅតែនឹង9:18នាទីវេលាព្រឹកថ្ងៃដូចគ្នានៅកម្ពុជាម៉ោង8:18នាទីខ្ញុំអត់ញ៉ាំអាហារពេលព្រឹកទេពីដើមញ៉ាំមួយម៉ាត់ក៏តែថ្ងៃនេះសម្រាប់តែមិនញ៉ាំម្សិលមិញក៏មិនញ៉ាំដែរញ៉ាំកាហ្វេអរគុណអ្នកជូនពោតាស្រុកខ្មែរអាចមានពលពតកើតឡើងវិញទេអត់ទេកូនសួនសុវណ្ណថៃប្រទេសកម្ពុជាមិនវិលត្រឡប់ទៅកាន់វាលពិឃាតវិញទេអ្វីដែលយើងបារម្ភចំពោះកម្ពុជាយើងដែលជាទឹកដីយើងរស់នៅចៅឯងរស់នៅខ្ញុំតែងយកចិត្តទុកដាក់គឺអ្វីដែលយើងបារម្ភគឺក្មេងចំនួន generation Z គេហៅថា generation Z Gen Z ហើយនិង Gen Alpha កំពុងតែទទួលការសិក្សាអប់រំទេពពេកដែលបណ្ដាលឲ្យមានវប្បធម៌ស៊ីជូ fake ហើយនឹងអួត
ត្រង់នេះវាធ្វើឲ្យការបណ្ដុះបណ្ដាលរបស់ចំនួន Z ហើយនិង Alpha ចាញ់គុណភាពទៀតដែលដើរមិនទាន់ការវិវត្តនៃបច្ចេកវិទ្យាសង្គមអានឹងរឿងយើងព្រួយបារម្ភតែគាត់ណា so we don't worry about Cambodia return to the killing field. I believe that our beloved Cambodia will not fall back into killing field like what happened in 1975-79. But what is my concern? My concern is about generation Z and Alpha in Cambodia do not receive proper education. អានោះខ្ញុំព្រួយចិត្តរឿងហ្នឹងណាកូនណាខ្ញុំព្រួយចិត្តរឿងហ្នឹងលោកតាហេតុអ្វីរាជវង្សបច្ចុប្បន្នគេមិនរាប់តាំងពីជ័យចេដ្ឋាអង្គរពាក្យថារាជវង្សគឺវាមានស្ថាបនិករាជវង្សស្ថាបនិករាជវង្សបច្ចុប្បន្នគឺសម្ដេចព្រះករុណាហិររាមាអេសារ៉ាធិបតីដែលយើងហៅថាព្រះអង្គឌួងដែលចាប់ផ្ដើមពីឆ្នាំ1845មកនឹងចម្លើយណាកូនណា